ជនសង្ស័យ32នាក់ពាក់ព័ន្ធ13ករណីនគរបាលព្រហ្មទណ្ឌក្រុងបង្ហាញមុខជនសង្ស័យជាសាធារណៈជនសង្ស័យ32នាក់ពាក់ព័ន្ធ13ករណីរួមមានឆក់លួចក្លែងបន្លំឯកសារនិងអំពើលួចដូរមនុស្សត្រូវបាននគរបាលព្រហ្មទណ្ឌក្រុងយកមកបង្ហាញមុខឲ្យសាធារណជនបានឃើញជាផ្លូវការជាក់ស្ដែងនៅវេលាម៉ោង9ព្រឹកថ្ងៃទី28មេសាឆ្នាំ2025នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញមុខជនសង្ស័យចំនួន32នាក់ជាសាធារណៈបើតាមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រីបុត្រសាស្ត្រាស្នងការទទួលផែនការងារព្រហ្មទណ្ឌបានឲ្យដឹងថាកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយអធិការខណ្ឌទាំង14ដើម្បីស្រាវជ្រាវបង្ក្រាបដោយរយៈពេល3ថ្ងៃគិតចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28មេសាឆ្នាំ2025ជាលទ្ធផលបង្ក្រាបសរុប13ករណីឃាត់បាន32នាក់ស្រី4នាក់ជាជនជាតិបរទេសចំនួន2នាក់ចិនម្នាក់និងស៊ុយអែតម្នាក់ឆក់6ករណីលួច7ករណីហិង្សាមានស្ថានទម្ងន់ទោស2ករណីក្លែងបន្លំឯកសារសាធារណៈនិងរំលោភលើទំនុកចិត្ត1ករណីគំរាមកំហែងនិងសម្លាប់1ករណីអំពើលួចដូរមនុស្សចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់1ករណីដោយមានការចូលរួមពីការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខណ្ឌរសីកែវខណ្ឌទួលគោកខណ្ឌ7មករាខណ្ឌពោធិ៍សែនជ័យនិងខណ្ឌច្បារមនបច្ចុប្បន្នជនសង្ស័យទាំង32នាក់រួមនឹងវត្ថុតាំងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីច្បាប់